សង្គ្រាមដ៏អស្ចារ្យចុងក្រោយវាគឺជាការចងចាំដ៏រុងរឿងសម្រាប់ជនជាតិម៉ូនីយ៉ាន Lie Order ដ៏មានឥទ្ធិពលជាមួយនឹងកងអង្គរៈរបស់អធិរាជបានបំផ្លាញចោលនៅបន្ទាយរបស់បិសាចនៅឯម៉ូនីយ៉ាននិងបារ៉ែនឡែនប៉ុន្តែសម្រាប់យុវជនអាលូកាតវិញសង្គ្រាមគឺគ្មានអ្វីក្រៅអំពីការចងចាំនិងការគួរឲ្យភ័យខ្លាចនឹងការឈឺចាប់និងភាពរងទុក្ខវេទនានោះទេកងវាសនាធំទី2របស់ឪពុករបស់គាត់បានទទួលរងនឹងការខាតធ្ងន់ធ្ងរដោយសារតែសង្គ្រាមហើយឪពុករបស់លូកាតក៏បានបាត់ខ្លួននៅក្នុងសមរភូមិហើយក្រោយមកក៏ត្រូវបានគេប្រកាសថាគាត់ក៏ត្រូវបានស្លាប់ដោយ Lie Order ហើយការស្លាប់ទាំងនោះពួកគេក៏បានចោទថាកងវាសនាធំទី2មិនបានគោរពទៅតាមបទបញ្ជាហើយមិនត្រូវបានគេគោរពនិងសរសើរចំពោះការលះបង់ជីវិតរបស់ពួកគេនោះទេព្រោះពួកគេទាំងនោះមិនបានស្ដាប់បង្គាប់និងខ្វះវិន័យនេះហើយគឺជាការវាយលុកក្នុងផ្លូវចិត្តដ៏ធំធេងបំផុតចំពោះអាលូកាតដែលគាត់តែងតែចាត់ទុកថាឪពុករបស់គាត់ជាវីរៈបុរសនិងជាជនដ៏គំរូប្រឈមមុខនឹងការខ្មាស់អៀននិងការសោយចំអកលោកលើយនៅគ្រប់ទីកន្លែងរបស់គាត់បានបង្កើតឲ្យគាត់នៅអណ្ដាតភ្លើងនៃការសងសឹកវាក៏ត្រូវបានឆេះនៅក្នុងទ្រូងរបស់គាត់ផងដែរហើយគាត់ក៏បានបដិញ្ញាចិត្តថាដើម្បីលើកកិត្តិយសរបស់ឪពុកគាត់ហើយនឹងលុបបំបាត់នៅពពួកបិសាចទាំងអស់នៅលើទឹកដី Land of Dawn បន្ទាប់មកអាលូកាតក៏បានចាកចេញពីស្រុកកំណើតរបស់គាត់ហើយក៏បានធ្វើដំណើរទៅកាន់ Monastery of Lie ដ៏អាថ៌កំបាំងនៅក្នុងនាមគឺជាកូនប្រុសកំព្រារបស់ទាហានម្នាក់ដែលស្លាប់នៅទីនោះអាលូកាតក៏ត្រូវបានគេទទួលស្គាល់និងយកទៅនៅក្នុង Monastery of Lie នៅឆ្នាំបន្ទាប់អាលូកាតក៏បានសិក្សានៅជំនាញប្រយុទ្ធនិងកលយុទ្ធវិធីជាច្រើននៅក្នុង Monastery of Lie ដោយមានទេពកោសល្យពីធម្មជាតិនិងការបដិញ្ញាចិត្តមិនចេះរុញរាមិនយូរប៉ុន្មានគាត់ក៏បានក្លាយទៅជាសិស្សដ៏ជោគជ័យបំផុតនៅក្នុងចំណោមមិត្តភ័ក្តិរបស់គាត់នៅក្នុងអំឡុងពេលនេះដែរការបណ្ដុះបណ្ដាលរបស់គាត់ថៃគ្រៀលដែលជាមេបញ្ជាការនៃ Lie Order ដែលធ្លាប់ប្រយុទ្ធនៅក្នុងកងវាសនាធំទី2ជាមួយឪពុករបស់គាត់ជារឿយៗបានទៅលេងអាលូកាតហើយនៅក្នុង Monastery of Lie ដែលគាត់បានបង្រៀននៅជំនាញប្រយុទ្ធទំនើបជាច្រើនហើយប្រាប់គាត់អំពីសកម្មភាពនិងវីរៈភាពដ៏អង់អាចរបស់ឪពុកគាត់ថៃគ្រៀលគឺមានភាពល្បីល្បាញរួចទៅហើយនៅទូទាំងចក្រភពនាពេលនោះហើយដែលអាលូកាតគោរពគាត់យ៉ាងខ្លាំងដោយបានតាក់ទងគាត់នៅក្នុងឋានៈជានាមជាបងប្រុសច្បងទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលគាត់បាននិយាយអំពីការប្រយុទ្ធចុងក្រោយរបស់ឪពុកគាត់ថៃគ្រៀលតែងតែនៅស្ងៀមហើយភ្នែករបស់គាត់ពោពេញទៅដោយអារម្មណ៍ដ៏ស្មុគស្មាញអាលូកាតតែងតែមានការសង្ស័យចំពោះគំនិតដែលឪពុករបស់គាត់បានស្លាប់នៅក្នុងសមរភូមិគាត់បានជឿជាក់ថាឪពុករបស់គាត់នៅតែរស់ហើយក៏កំពុងតែរងចាំគាត់នៅកន្លែងណាមួយនៅអាយុ18ឆ្នាំទីបំផុតអាលូកាតក៏បានបញ្ចប់ទៅការសិក្សាទាំងស្រុងដោយត្រូវបានលើកទឹកចិត្តដោយថៃគ្រៀលគាត់ក៏បានក្លាយទៅជា Monastery of Lie គាត់ត្រូវបានគេបញ្ជាឲ្យចេញទៅលុបបំបាត់និងកំចាត់ចោលនៅពពួកបិសាចនិងអ្នកកាន់សាសនាคล้ายៗមួយចំនួនដែលបានលួចលាក់ពីពេញពិភពលោកហើយគាត់ក៏បានយកដាវចាស់របស់ឪពុកគាត់ដែលបានផ្ដល់ដោយថៃគ្រៀលហើយគាត់ក៏បានចាក់ចេញទៅឧបទ្ទហេតុដែលមិនបានមើលឃើញទុកជាមុនក៏បានកើតឡើងនៅក្នុងអំឡុងពេលប្រតិបត្តិការបរបាញ់ប្រមាញ់បិសាចនៅតាមព្រំដែននៃតំបន់ Barrel អាលូកាតក៏ត្រូវបានរងរបួសដោយកំបិតវេទមន្តយ៉ាងទ្រុឌទ្រោមដែលមុខរបួសនោះគឺមិនអាចព្យាបាលបានដោយភាពងងឹតបានចាក់ចូលទៅក្នុងខ្លួនរបស់គាត់ហើយដៃរបស់គាត់ក៏ចាប់ផ្ដើមឆ្លងកាត់នៃការផ្លាស់ប្ដូរដោយចម្លែកដើម្បីការពារនៃការផ្លាស់ប្ដូរមិនឲ្យរាដាពីពេលរាងកាយគាត់បានអាលូកាតគាត់ក៏បានស្នើសុំជាងដៃចាស់ម្នាក់ជួយគាត់ដើម្បីបង្កើតនៅស្រោមដៃមួយហើយនេះហើយមិនមែនជាងដៃធម្មតានោះទេគាត់គឺជាអ្នកដែលរស់រានមានជីវិតពីការប្រយុទ្ធដែលគាត់ក៏ជាសមាជិកនៃក្រុម Lie Order ផងដែរគាត់បានទទួលស្គាល់និងចងចាំនៅដាវ
ដ៏ធំដែលស្ថិតនៅក្នុងដៃរបស់អាលូកាតបន្ទាប់ពីបានដឹងការពិតថាគាត់ជានរណាហើយបរិសចំណាស់នោះបានប្រាប់អាលូកាតពីមូលហេតុដែលកងវរៈសេនាធំទី2ត្រូវបានបង្ខំឲ្យចូលទៅក្នុងទឹកដីរបស់សត្រូវគឺវាដោយសារតែអ្នកមានឋានៈខ្ពង់ខ្ពស់នៅពេលនោះគឺមានចិត្តលោភលន់ចំពោះភាពរុងរឿងនិងភាពពង្វែងស្មារតីពេកដែលនាំឲ្យកងវរៈសេនាធំទី2បានជាប់នៅក្នុងរង្វង់ព័ទ្ធជុំវិញជុំចិត្តដែលពពួកបិសាចនៅក្នុងភាពអស់សង្ឃឹមជាមួយឪពុករបស់អាលូកាតក៏បានដឹកនាំទាហានមួយចំនួនដើម្បីគ្របដណ្ដប់នឹងចាក់ចែងនៃកងកម្លាំងដ៏សំខាន់ដែលដឹកនាំដោយថៃក្រៀលហើយបន្ទាប់មកក៏ត្រូវបានបកបោកដោយចំណូលរបស់ពពួកបិសាចហើយក៏បានបាត់បង់គ្នាអស់ទៅហើយគាត់នេះហើយគឺជាអ្នកដែលរស់រានមានជីវិតតែមួយគត់ដែលបានជួយសង្គ្រោះដោយឪពុករបស់អាលូកាតបន្ទាប់ពីបានដឹងការពិតអាលូកាតក៏បានវិលត្រឡប់ទៅរដ្ឋធានីវិញហើយក៏បានសាកសួរថៃក្រៀលអំពីការប្រយុទ្ធហើយហេតុអ្វីបានជាគាត់មិនបានប្រាប់ពីអ្វីដែលបានកើតឡើងតាំងពីដំបូងនៅក្នុងនោះដោយមើលឃើញអំពីកំហឹងក្តោបក្តាប់អារម្មណ៍របស់អាលូកាតថៃក្រៀលក៏បានសារភាពពីកំហុសរបស់គាត់ដែលមានចំពោះការបាត់បង់សម្ព័ន្ធមិត្តនិងភាពស្ងៀមស្ងាត់ដែលគាត់ត្រូវបានបង្ខំឲ្យរក្សាទុកតាមការបញ្ជារបស់គ្រួសារគាត់ទោះជាពីមុនថៃក្រៀលជាបងប្អូនរបស់គាត់ក៏ដោយអាលូកាតត្រូវបានជាប់នៅក្នុងភាពច្របូកច្របល់គាត់មិនអាចទ្រាំនឹងការសម្លាប់ថៃក្រៀលបានហើយប៉ុន្តែគាត់ក៏មិនអាចអត់ទោសឲ្យគាត់បានដែរដើម្បីជាកិត្តិយសដល់ឪពុករបស់គាត់វិញអាលូកាតបានស្នើសុំចក្រភពឲ្យបង្ហាញពីការពិតនៃកងវរៈសេនាធំទី2ដែលស្នើសុំឲ្យស្ដារឈ្មោះឪពុករបស់គាត់ឡើងវិញទោះជាយ៉ាងណាក្តីគំនិតនៃការប្រយុទ្ធនោះបានក្លាយទៅជាឥស្សរជនដែលមានឥទ្ធិពលបំផុតនៅក្នុងចក្រភពហើយពួកគេបានបដិសេធចំពោះសំណើរបស់អាលូកាតហើយថែមទាំងបានបណ្ដេញឲ្យគាត់ចាក់ចេញពីរដ្ឋធានីហើយថែមទាំងបានហៅគាត់ថាជាមនុស្សដែលអត់សាសនាទៅទៀតអស់រយៈពេលជាយូរមកហើយការស្អប់ដ៏ខ្លាំងរបស់អាលូកាតចំពោះបិសាចនិងបំណងប្រាថ្នាដើម្បីទទួលយកនៅកិត្តិយសរបស់ឪពុកគាត់មកវិញជំរុញឲ្យគាត់បន្តបេសកកម្មដើម្បីបម្រើជា Arbiter of Light ប៉ុន្តែពេលនេះចក្រភពបានក្បត់គាត់និងក្បត់ឪពុករបស់គាត់និងព្រះវិហារដែលបានធ្វើបាបគាត់ហើយគាត់បានសម្រេចចិត្តដែលមិននឹកស្មានដល់គឺគាត់ត្រូវតែក្បត់ Monastery of Light វិញហើយចាប់ផ្ដើមប្រយុទ្ធដោយខ្លួនឯងវិញម្ដងនៅឆ្នាំបន្ទាប់ទៀតអាលូកាតក៏បានចាប់ផ្ដើមវង្វេងស្មារតីនៅលើដែនដី Land of Down ដែលគាត់បានបំផ្លាញនិងកម្ចាត់បិសាចទាំងអស់នៅគ្រប់ទិសទីកន្លែងដែលគាត់បានទៅដល់ដោយលក្ខខណ្ឌផ្ទាល់ខ្លួនរបស់គាត់ហើយស្វែងរកតម្រុយអំពីកន្លែងលាក់ខ្លួនរបស់ឪពុកគាត់ដៃស្ដាំបិសាចរបស់គាត់មិនត្រឹមតែធ្វើឲ្យគាត់មានកម្លាំងដ៏ខ្លាំងក្លាប៉ុណ្ណោះទេវាថែមទាំងធ្វើឲ្យគាត់ខ្លាចទៅជាធាតុដែលមិនថិតថេរតែគាត់ត្រូវតែបង្ខំចិត្តលាក់ខ្លួនជារៀងរាល់ថ្ងៃបន្ទាប់ពីការប្រយុទ្ធដ៏ស្វិតស្វាញមួយអាលូកាតត្រូវបានគេទទួលស្គាល់ជាថាជាអ្នកប្រយុទ្ធដ៏អស្ចារ្យម្នាក់នៅក្នុងទីក្រុងម៉ូនីយ៉ានមិនយូរប៉ុន្មានមនុស្សគ្រប់គ្នាដឹងថាគ្រប់ទីកន្លែងណាដែលមានពពួកបិសាចរត់ផាសក្រញាំនោះអ្នកប្រមាញ់បិសាចដែលមានដៃខាងស្ដាំដ៏ចម្លែកច្បាស់ជាហក់ចុះមកពីលើមេឃហើយមិនទុកឲ្យពពួកបិសាចអស់ទាំងនោះរស់នៅតទៅទៀតបានឡើយអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានស្ដាប់រឿងនេះពីដើមដល់ចប់រឿងនេះបើតាមខ្ញុំអាននិងធ្វើការសម្រាយគឺរឿងនេះវាតអំពីរឿងផាតមុនរបស់ថៃក្រៀលព្រោះរឿងនេះវាជាប់តាក់ទងគ្នាហើយអ្នកទាំងអស់គ្នាក៏សូមចិត្តអ្នកទាំងអស់គ្នាធ្វើការចុច like ក៏ដូចជា subscribe លើ channel របស់ខ្ញុំបានម្នាក់មួយផងដើម្បីធ្វើជាកម្លាំងចិត្តដល់ខ្ញុំនៅក្នុងការធ្វើវីដេអូបន្តទៀតហើយក៏ចុងក្រោយក៏សូមអរគុណនិងថ្លែងអំណរអរគុណដល់ជ្រាលជ្រៅផងដែរ